ฮ่าฮ่าฮ่าโอนโอนฮ่า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 ผู้ใดในซอลปิดจีมนุษย์อักระแมนผู้เกเฮียนเพื่อไว้กรุบยางเหมือนไอเตแต่นี้สุดแต่จีเรื่องโตยตายบองซีชูนิเยเรื่องสำคัญวิดีโอได้บรรเจปีเพียบบริสุทธิ์ระบบโอนบองบ้านรกเคยให้กรอนแต่วิดีโอนุเตอบ้านเกแก่ชไหนบองบ้านรกเนี่ยไปแจกเตเอาจูจุลให้ประหายจีเตอจำนายเปปนมานปรำปีมองปรำชนำบองบ้านรงจำให้ปรำปีมองนี้มันไอเตบองซีชวนเอาก้นแต่แต่จุยโอนเมนยูยื่นทมทอดจีมวยที่นี่ในมันโดกมากับเปรียตั้งปีเมนยูให้โดยบองโอนบังกัดไอแจ้งดำบงบองกัดทาครูซาใบยกโอนเตอหนึ่งเฟื่อไอโอนรุ่นในบ้านล้อแต่มันนึกสมานทาปูเกอักระดอมหลังซ้อบองจีเนกาปีโอนมันบ้านล้อเมนยูมันไอเตเอเลยื่นบ้านคลายจีเนคลังให้ปรำชนำมนกุมรงอาชีวกรรมได้ยื่นบ้านเฟื่อรุมที่นี่บ้านจกใจให้เอเลดำไหลตีซาระบอกกรมพลยื่นบ้านเลิกปีกรมพลใบไงนะไงนิจิตngay đại ôn trên pi pôn thề kia pe ôn ban liên chùm đẹp hiệp bari sơ thai công trở lọp tập te bài tiệt ấy dương châu cầm hôn chỉ mùi kia mảnh tế. Ở quân bong xì chuôn khi nhom lên sân khâm ở vậy tiệt hai chùm pu cruza bài lợp ní khi nhom nâng ở nẹt đạiประพฤติ khâu từ tua phò cam rồi bọc bộ kê trên tờ hai kẹt bài khuôn với chi menu lọ âm men du tập te chỉ mùi bỏng tơ ban lột bài. Lột hai khi nhom ở vậy.អ្នកហៅខ្ញុំថាអ្វីបាយយ៉ាហួយអាតេតបងប្រុសជាទីគោរពស្រឡាញ់របស់ខ្ញុំម៉ាក់នេះមិនមែនជាខ្សែកពណ៌ស្វាយដែលកូនតែងតែនឹកគិតទេស្អាតណាស់ម៉ាក់អរគុណរីករាយថ្ងៃកំណើតកូនស្រីសំណប់ចិត្តរបស់ម៉ាក់ចូលចិត្តគឺបានហើយបងអារ៉ាប់នេះស្អាតណាស់អរគុណបងពុកកូនស្រឡាញ់ពុកខ្លាំងណាស់តោះពួកយើងថតរូបជាមួយគ្នាអូខេមិត្តភក្តិតោះពួកយើងថតរូបជាមួយគ្នាពីរមកចាប់ដៃប៉ុន្តែមនុស្សតែម្នាក់គត់ដែលធ្លាប់ផ្ដល់ការយកចិត្តទុកដាក់និងភាពកក់ក្ដៅឲ្យខ្ញុំក៏បានបញ្ជូនខ្ញុំទៅនរកដោយផ្ទាល់ដៃដែរពុកបងកូនសូមអង្គប្របងប្អូនត្រូវតែជាកូនពិតជាមិនបានបើកបរទៅបុកមនុស្សទេកូនអត់មានបានបើកបរផងកូនបើកបរមិនបានគឺបាយយ៉ាស៊ីខ្ញុំឃើញផ្ទាល់នឹងភ្នែកថាគាត់ជាអ្នកបើកបរទៅបុកមនុស្សពួកបងប្អូនត្រូវតែជឿខ្ញុំពុកជាកូនមែនទេបង្កគ្រោះថ្នាក់ធំបែបនេះគ្រប់គ្រាន់ហើយនៅទាំងចប់អូនស្រីអញទៀតថ្ងៃនេះត្រូវតែឲ្យអញមេរៀនខ្លះហើយក៏ត្រូវឲ្យមេងជាការបញ្យល់ដែរយ៉ាងហួយប្រញាប់រាយការណ៍ប៉ូលីសបងកូនសូមអង្គប្របងគុំរាយការណ៍ប៉ូលីសកូនពិតជាមិនបានបុកមនុស្សទេកូនមិនចង់ជាប់គុកទេកូនសូមអង្គប្របងបងមិនជាកូនទេមិនជឿទេលីវស៊ីវលីនមែនទេខ្ញុំចង់រាយការណ៍ប៉ូលីសឯងខ្លងហើយមែនទេខ្ញុំនិយាយថាអ្នកទើបតែហៅខ្ញុំថាអ្វីមិនបាច់រំខានទេខ្ញុំខ្លាចធ្វើឲ្យឡានលោកប្រធានបែកខ្វក់ខ្ញុំត្រឡប់ទៅវិញដោយខ្លួនឯងគឺបានហើយស្នាក់នៅខាងក្នុងអស់រយៈពេល5ឆ្នាំឯងនៅតែប្រែជាឆេវឆាវមែនទេអញកំពុងបន្ទុកខ្ញុំមែនទេខ្ញុំប្រាប់អញថាមេងអ៊ីសន្លប់អស់រយៈពេល5ឆ្នាំនៅមន្ទីរពេទ្យគឺខ្ញុំជាអ្នកទៅអង្វរគ្រូសាមេងឲ្យអញបើមិនដូច្នោះទេវាមិនមែនជាការជាប់គុក5ឆ្នាំធម្មតាទេគ្រូសាមេងនឹងយកជីវិតអញទៅហើយខ្ញុំប្រាប់អញប៉ុន្មានដងហើយខ្ញុំមិនបានបើកបរទៅបុកមនុស្សទេកុំនិយាយរឿងឥតប្រយោជន៍ទាំងនេះជាមួយខ្ញុំទៀតប្រញាប់ឡើងឡានទៅមេងយ៉ាវបច្ចុប្បន្នអ្វីគ្រប់យ៉ាងដំណើរការល្អមានពេល5ម៉ោងទៀតនឹងអាចលាតត្រដាងការពិតសម្ដែងកូនថ្ងៃនេះកូនចេញពីគុកអ្នកផ្ទះបានរៀបចំពិធីទទួលកូនហើយពិធីទទួលនៅចាំថាមានខ្ញុំជាកូនស្រីម្នាក់នេះដែរខ្ញុំនៅក្នុងគុកអស់រយៈពេល5ឆ្នាំហើយអ្នកមិនបានមកមើលខ្ញុំម្ដងណាទេដំបូងខ្ញុំនៅតែមានការស្រមៃគិតថាអ្នកអាចមកមើលខ្ញុំក្រោយមកទើបដឹងថាខ្ញុំយល់ច្រឡំខ្លួនអញហើយអ្វីដែលគួរឲ្យអស់សំណើចជាងនេះទៅទៀតនោះគឺខ្ញុំនៅតែល្ងងខ្លាយសរសេរសម្បត្តិទៅអ្នកខ្ញុំបានសរសេរសម្បត្តិទៅអ្នកច្រើនណាស់អ្នកធ្លាប់ឆ្លើយម្ដងទេសម្បត្តិតែមួយគត់គឺពូឆាំងដែលជាអ្នកគ្រប់គ្រងផ្ទះបានឲ្យដោយប្រាប់ថាអ្នកកំពុងលំហែកាយជាមួយបាយយ៉ាស៊ីនោះក៏ព្រោះតែចំណងដែលកើតឡើងដោយការចិញ្ចឹមបីបាច់គឺប្រសើរជាងចំណងឈាមនៅក្នុងក្រសែភ្នែករបស់អ្នករាល់កិច្ចការទាំងអស់របស់បាយយ៉ាស៊ីគឺសំខាន់ជាងខ្ញុំមិនបាច់ពន្យល់ទេខ្ញុំហត់ហើយជើងកូនមិនហើយអញចង់បំផ្លាញមុខមាត់អញហើយឬក៏ចង់បាក់ជើងខ្ញុំត្រូវការមុខនេះបានហើយគ្មានអ្វីទេគ្រាន់តែរមួលបន្តិចល្អហើយសង្ឃឹមថាអញកុំដូចលើកមុនខ្លាញ់ធ្វើជាឈឺដើម្បីទទួលបានការអាណិតអាសូរពីអ្នកដទៃ
សង្ឃឹមថាឯងកុំធ្វើពុតជាឈឺដើម្បីទាមទារការអាណិតដូចលើកមុនទៀតយើហ្វូយកាមេរ៉ាឯងយកមកហើយឬនៅថ្ងៃនេះស៊ីរបស់ពួកយើងឡើងថ្នាក់វិទ្យាល័យពួកយើងទាំងអស់គ្នានឹងថតរូបពីរបីសន្លឹកល្អហើយកុំបារម្ភអីចុះនៅចាំអីទៀតតោះយើងទៅម៉េងយល់ឯងកើតអីហ្នឹងខ្ញុំជឿពូណាស់លោកអាចជូនខ្ញុំទៅមន្ទីរពេទ្យបានទេប៉ាម៉ាក់ជូនស៊ីទៅចូលរួមពិធីឡើងសាលាទៅខ្ញុំនឹងជូនមេងយល់ទៅមន្ទីរពេទ្យបងឲ្យពិធីឡើងថ្នាក់មានតែម្ដងគត់ខ្ញុំសង្ឃឹមថាក្រុមគ្រួសារយើងអាចនៅទីនោះទាំងអស់គ្នាដើម្បីធ្វើជាសាក្សីក្នុងពេលនេះបងស្រីខ្ញុំដឹងថាបងមិនពេញចិត្តនឹងវត្តមានខ្ញុំនៅក្នុងផ្ទះនេះទេប៉ុន្តែថ្ងៃនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំបងឈប់ធ្វើពុតជាឈឺបានទេធ្វើពុតជាឈឺខ្ញុំមិនបានធ្វើពុតទេខ្ញុំពិតជាមិនស្រួលខ្លួនមែនប៉ាម៉ាក់បងប្រុសពួកលោកកុំខ្វល់ពីខ្ញុំអីខ្ញុំគឺជារបស់ដែលលើសលប់ស្រាប់ហើយបងស្រីទៅជាកូនស្រីបង្កើតរបស់ពួកលោកខ្ញុំគ្រាន់តែជាកូនស្រីចិញ្ចឹមដែលបានដណ្ដើមយកក្តីស្រឡាញ់ពីបងស្រីអស់រយៈពេលជាង10ឆ្នាំប៉ុណ្ណោះពួកលោកជូនបងស្រីទៅមន្ទីរពេទ្យទៅពិធីឡើងសាលាខ្ញុំនឹងទៅខ្លួនឯងមិនបានជាខ្ញុំកើតបានកូនស្រីដូចឯងបែបនេះថ្ងៃនេះទោះឯងស្លាប់ក៏គ្មានអ្នកណាមកខ្វល់ពីឯងដែរខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់បំផ្លាញពិធីឡើងសាលារបស់ស៊ីឡើយបងប្រុសជួយខ្ញុំផងខ្ញុំជឿណាស់ខ្ញុំពិតជាមិនបានធ្វើពុតទេតើអ្នកណាអាចជួយខ្ញុំបានសំណាងល្អនៅពេលដែលខ្ញុំត្រូវការជំនួយបំផុតបងស៊ីឈួនបានបង្ហាញខ្លួននៅក្បែរខ្ញុំមើលទៅផ្ទះនេះពិតជាមិនស្វាគមន៍ខ្ញុំមែនសូម្បីតែស្នាមមេដៃរបស់ខ្ញុំក៏គេលុបដែរ